មេតាតើមេតាមានការអ្វីមែនទេហើយក្លិនបាញ់មិញនេះឯងមានចាប់អារម្មណ៍អត់ម្ដាយមានអារម្មណ៍ថាវាស្រដៀងនឹងឯងណាសួស្តីអ្នកនរគ្នាក្នុងវីដេអូនេះខ្ញុំនឹងទៅបង្រៀនអ្នកគ្នាពីការប្រើប្រាស់ tool សលេងមនុស្សពិតៗដែលខ្ញុំទៅអាប់ដេតក្រោយនេះអូខេជាដំបូងយើងដាក់វីដេអូចូលមកពេលដាក់ចូលមកយើងចុច separate សិនពេល separate មកតបមកយើងចូលទៅបកប្រែ script នៅក្នុងបើអ្នកគ្នាមាន Gemini ប្រើ Gemini ក៏បានដែរឬក៏អ្នកគ្នាចង់ប្រើ tool នេះពេលដែលទិញពីខ្ញុំទៅខ្ញុំនឹង free ឲ្យអានេះអានេះគាត់ដាក់សលេងចូលមកគឺវាបកប្រែ script ឲ្យយើងហើយប៉ុន្តែខ្ញុំចង់ប្រើលើ Gemini ដោយសារវាបកប្រែបានល្អជាង detect process បានស្អាតជាងអញ្ចឹងយើងតម្លាក់វីដេអូមកចូលមកអូខេនេះតម្លាក់ចូលមកគេអញ្ចឹងបន្ទាប់ពីយើងដាក់វីដេអូចូលមកយើងចង់បកប្រែជាបកប្រែធម្មតាក៏បានបកប្រែបែបបញ្ចូលក៏បានបកប្រែបែប process ក៏បានដែរអញ្ចឹងសម្រាប់ Gemini នេះបើសិនអ្នកគ្នាទិញពីខ្ញុំទៅខ្ញុំនឹង free Pro នេះឲ្យអញ្ចឹងខ្ញុំចង់បកប្រែបែបprocess យើង copy បកប្រែ process ហ្នឹងមកឲ្យផាសចូលទៅហើយចុចបញ្ចូលអញ្ចឹងយើងចាំវាបន្តិចទៅវាពងតែបកប្រែឲ្យយើងហើយពេលអ្នកគ្នាដាក់វីដេអូក្រោយៗទៀតគ្រាន់តែចុច copy នេះមកនេះ copy text ហ្នឹងទៅហើយបូកជាមួយវីដេអូបែបដាក់វីដេអូចូលទៀតមកបកប្រែបន្តរហូតទៅវាលឿនអញ្ចឹងឥឡូវវាបានបកប្រែឲ្យយើងរួចរាល់ហើយអញ្ចឹងយើងចុច copy មកហើយចូលមកកាន់ tool របស់យើងវិញអានេះវា separate រួចរាល់យើងចុច OK ទៅហើយយើងចុចផាស SRT បន្តមកទៀតយើងចូល setting សិននេះចូលកាន់ setting តបមកអ្នកគ្នារើសយកកន្លែង voice កន្លែងនេះយើងដាក់ API ចូលមកដាក់ API ចូលមកយើងចុច check token នេះអានេះ token សម្រាប់យើងយកមក generate ជាសលេងអាហ្នឹងអ្នកគ្នាត្រូវទិញពីខ្ញុំទៅពេលទិញទៅខ្ញុំនឹងឲ្យ API យើងចូលមកដាក់ក្នុងនេះមកចុច check ទៅអ្នកគ្នានឹងឃើញឈ្មោះហើយនឹងចំនួន token ដែលទិញពីខ្ញុំទៅហើយអញ្ចឹងយើងចុច save មកហើយយើងចុច close ហើយខ្ញុំភ្លេចប្រាប់មួយទៀតអាកន្លែង voice នេះខ្ញុំដាក់ demo ឲ្យអ្នកគ្នាចំនួន6សលេងនេះបើអ្នកគ្នាចង់ add បន្ថែមឯងយើងចុចមកកន្លែង setting នេះគ្នាហើយយើងចុចកន្លែង voice ហ្នឹងយើងយកកន្លែង all voice នេះបន្ទាប់មកយើងវាយឈ្មោះ voice ដែលយើងចង់ដាក់មកឧទាហរណ៍ថាឈ្មោះនេះគេតួក្មេងអញ្ចឹងតួក្មេងអានេះមានតួក្មេងទី1ហើយយើងដាក់តួក្មេងទី2អញ្ចឹងតួក្មេងទី2ហើយយើងតម្លាក់សលេងដែលយើងចង់clone ហ្នឹងមកគេនេះតួក្មេងដាក់ចូលមកយើងចុច upload ចុច add voice ទៅអញ្ចឹងវាលូតមកកន្លែងនេះយើងអាចចុច play បានសលេងតួក្មេងហ្នឹងខ្ញុំស្មោះត្រង់ចេះយើងចុច close មកបន្តមកទៀតអានេះយើងចុច close ដែរទៅបន្តទៀតយើងរើសតួអង្គសម្រាប់ការរើសតួអង្គនេះយើងគ្រាន់តែចុចលើ script ហ្នឹងមកនេះចុចមកគឺវាលូតតួអង្គនឹងឲ្យយើងហើយថាអា script ហ្នឹងតួអង្គប្រុសឬក៏តួអង្គស្រីអ្នកនិយាយហើយខ្ញុំភ្លេចប្រាប់មួយទៀតមុនពេលអ្នកគ្នា generate ជាសលេងយើងចុច save token សិនមកដើម្បីយើង save token ណានេះពេលយើងចុច save ទៅវានឹងលុបសញ្ញាខណ្ឌសញ្ញាអីដើម្បីចំណេញ token យើងឥឡូវខ្ញុំឧទាហរណ៍អ្នកគ្នាមួយអានេះវាមាន 1401 អញ្ចឹងពេលយើងចុច save ទៅវានឹងកាត់100 credit ឲ្យយើង100 token ឲ្យយើងអញ្ចឹងវាចំណេញបាន100 token ដែរអញ្ចឹងអ្នកនេះគុណតើមើលបើមួយរឿងយើងចំណេញបាន100រឿងខ្លះចំណេញបាន100 200អញ្ចឹងវាចំណេញបានច្រើន token ណាអញ្ចឹងពេលដាក់ save ចូលមកកុំភ្លេចចុច save token ហ្នឹងផងគេអញ្ចឹងដើម្បីយើងដាក់សលេងតួអង្គអ្នកគ្នាមើលតាមនេះក៏បានដែរ voice នេះវាដាក់ពិសិដ្ឋសេមុំហ្នឹងខ្ញុំដាក់សលេងហ្នឹងដើម្បីវាអូតូដឹងសលេងប្រុសសលេងស្រីបើពិសិដ្ឋហ្នឹងសលេងប្រុសដល់ពេលសេមុំហ្នឹងសលេងស្រីនេះអ
អ្នកទេមើលបាននេះចឹងអា script ហ្នឹងមានន័យថាតួស្រីអ្នកនិយាយ script 3នេះអញ្ចឹងបើយើងចង់ដូរតួឥឡូវខ្ញុំចុចកន្លែងនេះតួប្រុសនេះយើងចង់ដាក់សលេងមួយណាឥឡូវខ្ញុំសូមដាក់សលេងតួប្រុសទី2នេះ ការលេងលះមិនមែនជាកាត់ អូខេហ្នឹងជាសលេងតួរងណាអញ្ចឹងខ្ញុំចង់ generate សលេងហ្នឹងយើងរើសសលេងហ្នឹងមកតមកទៀតសលេងតួស្រីនេះតួចាស់អញ្ចឹងយើងរើសមកតួចាស់អានេះតួចាស់ដែរតួចាស់ទៅពេលនេះសលេងពិសិដ្ឋហ្នឹងសលេងប្រុសមិញអញ្ចឹងយើងរើសមកតួប្រុស2ពិសិដ្ឋមិញតួប្រុស2ដែរតួប្រុស2អូខេនេះតួប្រុស2ទាំងអស់ហ្នឹងពុំមុខវាតែអូខេនេះសេមុំហ្នឹងតួចាស់មិញក្នុងភាគហ្នឹងគឺវាមានតែ2តួហ្នឹងអញ្ចឹងយើងស្រួល select ប៉ុន្តែបើរឿងខ្លះវាមានតួច្រើនអញ្ចឹងវាអាចចំណាយពេល select យូរអូខេនេះតួមនុស្សចាស់នេះបើសិនជាយើងចង់ច្បាស់តួយើងអាចអូសមើលកន្លែងខ្មៅអាសញ្ញាពណ៌ក្រហមនេះអូសមើលមកដើម្បីដឹងថាកន្លែងហ្នឹងវាពិតជាតួអង្គមនុស្សចាស់នឹងអ្នកនិយាយមែនឬក៏អត់អញ្ចឹងបើសិនយើងចង់ច្បាស់តួប្រុស2អូខេអញ្ចឹងskip យើងអស់ត្រឹមប៉ុណ្្នឹងហើយនេះតួប្រុស2អូខេបន្ទាប់ពីយើង select តួអង្គរៀបចំសលេងឲ្យរួចរាល់អស់ហើយយើងចុចនេះកន្លែង generate ទៅជា speech នេះចុចលើវាមកហើយយើងចុច generate អូខេអញ្ចឹងអង្គហ្នឹងវាអាច generate ចំណាយពេលតិចតួចទេវាមិនយូរខ្លាំងទេអញ្ចឹងយើងចាំតិចទៅអូខេអញ្ចឹងបន្ទាប់ពីចាំប្រហែលជាខ្ទង់1នាទីវាបាន generate សលេងរួចរាល់ហើយsorry អញ្ចឹងសម្រាប់សលេងនេះបើសិនជាវាលឺខ្លាំងណាស់សលេង separate នេះឥឡូវយើង play សាក់មើលសិនអូខេអញ្ចឹងយើងអាចចុច play មើលបានបន្ទាប់ពីវា generate ហើយ មានតែអ្វីនេះ អាយក្លិនមិញនេះឯងមានចាប់អារម្មណ៍អត់មិនដាយមានអារម្មណ៍ថាវាស្ទៀងនឹងឯង អានេះបើសិនជាវានេះសលេងseparate នេះបើសិនជាវាលឺខ្លាំងយើងអាចចុចមកស្ដាំលើវាហើយយើងចុច edit បន្លប់ហ្នឹងមកយើងបន្ថយវាឲ្យទាបបន្តិចទៅកុំឲ្យវាលឺខ្លាំងពេកអូខេចុច OK មកយើងអាចចុច play សាក់មើលម្ដងទៀតមិញអាកន្លែងសលេងដំបូងនេះវាហឹងលឿនអញ្ចឹងកន្លែងនេះយើងតែ zoom តិចមកបើសិនជាវានិយាយហឹងលឿនពេកយើងអាចចុចទាញវាមកខាងនេះទាញវាមកអញ្ចឹងវានឹងនិយាយយឺតវិញហើយមានតែអ្វីនេះវានៅតែនិយាយលឿនតិចយើងអាចចុចទាញវាខ្លាំងតិចមកអាហ្នឹងយើងកែ speed វាបើយើងទាញវាកាន់តែវែងវានិយាយកាន់តែយឺតបើយើងរុញវាមកខាងនេះកាន់តែទូចបើកាន់តែខ្លីវានិយាយកាន់តែញាប់អូខេអញ្ចឹងប៉ុណ្ណឹងបានហើយយើងសាកចុច play ឡើងវិញទាំងអស់ហ្មងទៅមានតែមានការអ្វីមែនទេ អាយក្លិនមិញនេះឯងមានចាប់អារម្មណ៍អត់មិនដាយមានអារម្មណ៍ថាវាស្ទៀងនឹងឯងណាមួយក៏ជាកូននាគរបស់ឯងដែលនៅខាងក្រៅនោះ មិនអាចទេកូនចៅតកូលនាគពិបាកនឹងមានកូនណាកាលពី6ឆ្នាំមុនកូនក៏បានដឹងពីឈាមជ័ររបស់ត្រកូលនាគដែរតែពេលទៅដល់មន្ទីរពេទ្យបែរជាមហេសីមួយទៅ មេតាកូនមានសៀវមកម្នាក់គឺគ្រប់គ្រាន់ហើយបើមេតាគិតថាកូនចៅត្រកូលនាគមានតិចនោះមេតានៅក្មេងនៅឡើយនៅអាចមានបានតើអាចនោះចូលសន្ធិដ្ឋទើបត្រូវបង្ខំចិត្តរួមរយៈជាមួយនាងក្នុងរយៈពេល1ម៉ោងបើមិនដូច្នេះទេព្រះអង្គនឹងត្រូវផ្ទុះស្លាប់ទើបធ្វើឲ្យមនុស្សស្រីម្នាក់នោះមានឱកាសបានហើយរឿងនេះថ្ងៃនេះហើយក៏មានអ្នកផ្សេងទៀតដែលត្រូវអូខេអញ្ចឹងបន្ទាប់ពីយើង play សាក់មើលចប់យើងឃើញថាសលេងវាគឺមែនតែនវាសង្កថាដូចមនុស្សពិតៗហ្មងអញ្ចឹងយើងបើសិនយើងចង់បានសលេងកាន់តែល្អស្អាតបន្ថែមទៀតយើង add បញ្ចូលថែមមកអ្នកគ្នាមានសលេងបន្ថែមមកសម្រាប់សលេងខ្ញុំឲ្យទៅ6ខាងលើនេះទេអញ្ចឹងបើយើងចង់និយាយរួមបើសិនយើងស្រឡាញ់សលេងមួយណាយើងអាចកាត់សលេងតួអង្គហ្នឹងខ្ទង់
6 វិទៅ 8 វិនាទីយកមកដាក់មកអញ្ចឹងវាអាចclone សលេងនឹងបានហើយអញ្ចឹងបន្ទាប់ពីយើងនេះហើយយើងអាចដាក់ blur ដាក់អីបាននេះបន្ទាប់ខ្ញុំចង់ដាក់ blur កន្លែងនេះយើងដាក់វាអញ្ចឹងមកអូខេបាំង blur វាហើយវាចង់ដាក់ text យើង add text មកដាក់ឈ្មោះយើងមកអញ្ចឹងអូខេអញ្ចឹងភាគច្រើនអ្នកដែលធ្វើរឿងគាត់ចូលចិត្តដាក់ឲ្យវារត់ពីក្រោមឡើងលើចេះដើម្បីឲ្យវាថាវីដេអូយើងអត់អាចមានអ្នកណាយកបានអញ្ចឹងអូខេអញ្ចឹងយើងដាក់ចឹងមកចុចកន្លែងម៉ៅស្ដាំរបស់វាហើយយើងយកកន្លែងបាត់ថមទូថមនេះអញ្ចឹងវានឹងរត់ពីក្រោមឡើងលើហើយអូខេនេះវារត់បែបនេះអញ្ចឹងយើងចង់ដាក់ logo ក៏បានដែរនេះ logo យើងចង់អូខេនេះ logo ដាក់ logo មកហើយ logo ហ្នឹងក៏យើងអាចដាក់ឲ្យវាមានចលនាបានដែរបើសិនយើងអត់ចង់ដាក់មានចលនាយើងដាក់កន្លែងនេះមកតែបើយើងចង់ឲ្យវាមានចលនាយើងចុចលើវាមកហើយយើងដាក់ animation ដូចគ្នាមកនេះអញ្ចឹងយើង play តាមមើលអញ្ចឹងវានឹងរត់បែបហ្នឹងឯងអូខេតែខ្ញុំអត់ចង់ដាក់ទេខ្ញុំលុបចោលវិញអានេះខ្ញុំលុបចោលដែរអូខេតទៅបានប៉ុណ្ណឹងហើយយើងមិនបាច់ចាំធ្វើទៀតទេយើងចុច export ហ្មងទៅអូខេអានេះអាចរើសកម្រិតដែលយើងចង់ export បានកន្លែងនេះវាអាច export បានដល់ 8K គេអញ្ចឹងយើង export ទៅ មេតាតើមេតាមានការអ្វីមែនទេ ហើយផ្លិតមិញនេះឯងមានចាប់អារម្មណ៍អត់ម្ដាយមានអារម្មណ៍ថាវាស្តៀងនឹងឯងណាស់ អញ្ចឹងអានេះពេលដែលវា export ចប់វានឹង play ឲ្យយើងមើលហើយអញ្ចឹងបន្ទាប់ពីយើង export ចប់ហើយគឺយើងអាចយកទៅផុសបានហើយអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបើសិនអ្នកគ្នាមានចម្ងល់អីអាចឆាតសួរខ្ញុំផ្ទាល់មកពីការប្រើប្រាស់ tool ហ្នឹងណា